ដើរលឿនទៅឲ្យឆាប់ដល់វត្តដើរឲ្យចេះប្រយ័ត្នផងប្រយ័ត្នប៉ះចំប្រែតមករកស្រស់ហើយអត់ការងារធ្វើណាបានជាចូលចិត្តបន្លាចតែប្អូនខ្លួនឯងអញ្ចឹងនោះពីអ្នកឯងនេះដឹងតែសួយហើយថ្ងៃនេះខ្ញុំនឹងឲ្យកូនក្ររបស់ខ្ញុំឲ្យមកបដៅអញចេញម្ដងគេមានកូនក្រឆោបរត់ទៅនៅបន្តទៀតគ្មានរស់ទេរឿងមកបិណ្ឌភ្ជុំបិណ្ឌជាមួយគ្នាអ្នកខែរដូវបិណ្ឌភ្ជុំបងប្អូនសាច់ញាតិកំពុងតែធ្វើការនៅឯស្រុកគេក៏បានមកកាន់ស្រុកកំណើតជួបជុំជាមួយគ្រួសារនៅឯវត្តឯណេះក្មេងចាស់ប្រុសស្រីជាច្រើនកំពុងធ្វើការរាប់បាតពីបាតមួយទៅបាតមួយអ្នកអើយកូនចៅបានមកលេងឬអត់ហ្នឹងហើយមកនឹងតើមានចប់ជើងចប់ដៃជាមួយអ្នកណាមកឬអត់អ្នកអើយខ្ញុំឃើញអ្នកខ្លះមកវិញផើមតែម្ដងហើយរាប់បាតមិនគិតរាប់ឲ្យលឿនទេនៅសួរនាំស្អីច្រើនម្លេះអ្នកក្រោយគេចាំរាប់ដែរណាអ្នកកុំសួរនាំខ្ញុំច្រើនពេកអីអូយខ្ញុំសួរនាំដូចតែអ្នកផ្សេងទេអ្នកឆ្លើយមកខ្ញុំចង់ដឹងណាស់ហើយខ្ញុំរវល់រាប់បាតចាំរាប់ហើយនិយាយគ្នាទៀតសួរដឹងពេលវេលាសោះហ្មងអ្នកថាហើយមិញបាននាំគ្នារាប់បាតបន្តទៀតខណៈដែលនៅកន្លែងថ្វាយផ្កានារីម្នាក់កំពុងតែអង្គុយបួងសួងឆ្នាំនេះខ្ញុំមិនសុំអ្វីទេសុំត្រឹមតែបានដល់គូឆាប់តែប៉ុណ្ណោះហើយសុំឲ្យខ្លួនឯងកាន់តែឆ្លាតចេះដឹងរឿងគេច្រើនជាងមុនរំពេចនោះមានអ្នកមកអុជធូបបន់ស្រន់ក្បែរនាងដែរក្នុងឆ្នាំនេះសូមឲ្យការងារកាន់តែរីកចម្រើនលូតលាស់ទៅថ្ងៃមុខកាន់តែទទួលបានផ្លែផ្កាផងតិចចុះបងវងឆ្នាំនេះមកវិញដូចមិនឃើញចូលអ្នកណាមកជាមួយដោយរាល់ឆ្នាំសោះតើឆ្នាំនេះមានរឿងអីទៅណោះឆ្នាំនេះបងបែកគ្នាហើយបងមកស្រុកតែម្នាក់ឯងទេអូហូចូលរួមសោកស្ដាយផងណាបងដែលបែកគ្នាជាមួយសង្សារអញ្ចឹងនោះដូច្នេះខ្មាស់អ្នកភូមិចំនួនណាព្រោះឆ្នាំមុនសន្យាថារៀបការជាមួយគ្នាអាចឆ្នាំនេះវិញប្រែជាបែកគ្នាគួរឲ្យអស់សំណើចណាអស់សំណើចរឿងអីដែលបងបែកគ្នាជាមួយសង្សារបងតើមានអីដែលត្រូវសប្បាយលើការបែកបាក់របស់អ្នកដទៃប្រយ័ត្នទៅវាអាចនឹងធ្លាក់ទៅលើខ្លួនឯងវិញនៅក្នុងថ្ងៃណាមួយណាបើចូលចិត្តសើចចំអកលើកំណោទុកព្រួយរបស់អ្នកដទៃអញ្ចឹងនោះខ្ញុំអត់មានសង្សារផងនឹងខ្ញុំមិនទៅខ្វល់ជាមួយទេខ្ញុំចង់សប្បាយគ្រប់ពេលមិនមានសង្សារទេតែពេលមានប្តីប្រយ័ត្នជួបករណីដូចនេះទៅកុំចង់ជន់កំណោទុកអ្នកដទៃពេលឃើញគេកំពុងតែជួបទុករស់នៅលើទឹកភ្នែកអ្នកដទៃអញ្ចឹងនោះប្រាប់ឲ្យដឹងទៅណាថាកម្មតន់ហន់ណាស់ជាពិសេសគឺខែបិណ្ឌភ្ជុំនេះតែម្ដងកាន់តែពិសេសកាន់តែឃើញផលពិតហើយខ្ញុំទៅរាប់បាត់ហើយអត់នៅខាត់ពេលវេលាជជែកជាមួយបងទេបើរកខកស្នេហ៍ប៉ាត់ថាចាប់ហើយនាងក៏បានដើរចេញទៅភ្លាមបកែលក់លើឲ្យមែនទែនទៅគង់តែដឹងខ្លួនថាបាបកម្មវាមានពិតមែនទេបន្ទាប់ពីរាប់បាតរួចរាល់សុព្រីបានដើរទិញនំចំណីនៅក្នុងវត្តស្របពេលជាមួយគ្នានោះបងប្រុសរបស់នាងកំពុងតែបដាសង្សារគេនៅក្នុងវត្តនេះដូចគ្នាអាយ៉ានាំអ្នកណាគេមកទៀតហើយមួយឆ្នាំប្រុងដូរ10នាក់មែនទេមិនក៏ចេះដឹងរឿងគេសម្បើមម៉េះចាប់ពីនេះទៅឲ្យដល់ផ្ទះផងទៅកុំទៅណាឆ្ងាយក្រៅពីផ្ទះជាពិសេសដើរឲ្យចេះមើលផងកុំចេះតែចូលតាមគេហៅនោះកាត់តែបដូរមុខសង្សារទេខ្ញុំគ្មានចំណាំម្នាក់ទេបដូរជាងខែឯទៀតណាខែឯទិញម្ដងស្លៀករាប់ឆ្នាំតែសង្សារមួយឆ្នាំវិញបដូរ10នាក់ហើយនៅតែនិយាយបែបហ្នឹងទៀតទៅឆាប់ទៅផ្ទះឲ្យលឿនឡើងខ្ញុំទៅហើយបដោឲ្យស្រួលបួលទៅប្រយ័ត្នប៉ះគ្នានៅទីនេះថាហើយនាងក៏បានចាក់ចេញទៅភ្លេមិនដឹងជាស្អីតែម្ដងដែលមានប្អូនបែបនេះចេះដឹងហួសប្រមាណពេកហើយសុព្រីដើរកាន់ស្រះមកតាមផ្លូវនាងបាត់ឃើញខ្ទមតូចមួយដែលបាំងស្លឹកត្នោតក្រឆេតក្រឆោតខណៈនោះនាងក៏បានទៅស្រែកសួរថាមានអ្នកណានៅក្នុងខ្ទមនេះដែរទេតើមានដែរទេហ្នឹងមីអូនមានការអីចៅយាយជាអ្នកដែលនៅក្នុងខ្ទមនេះយាយមិនមានកូនចៅទេកូនចៅយាយមិនដឹងថានៅឯណាទេយាយគិតថាទៅវត្តដើម្បីបានបាយហូបខ្លះហើយក៏ទៅជួយលាងចាននៅវត្តតែយាយបែរជាឈឺចំថ្ងៃកាន់បិណ្ឌទៀតកូនចៅយាយទៅធ្វើការនៅទីក្រុងអស់ហើយមែនទេយាយពួកគាត់ដែរមកសួរសុខទុក្ខយាយឬអត់ហ្នឹង
យាយមិនមានអ្នកណាមកសួរសុខទុក្ខទេយាយនៅក្នុងខ្ទមនេះរាប់ឆ្នាំហើយដីស្រែផ្ទះសំបែងយាយចែកឲ្យកូនចៅអស់ហើយពួកគេក៏លក់ទៅនៅកន្លែងផ្សេងមិនប្រាប់យាយសូម្បីតែមួយម៉ាត់ហើយយាយក៏មកសង់ខ្ទមនៅទីនេះតែម្ដងទៅខ្ញុំជន់ប្រាក់យាយខ្លះសម្រាប់ទុកឲ្យយាយពិសាអីហើយនៅបានទៅវត្តខែភ្ជុំនេះអរគុណហើយណាចៅស្រីសូព្រីបានជន់ប្រាក់ដល់យាយចំនួន 10,000 រៀលយាយទុកពិសាអីចាស់ខ្ញុំទៅសិនហើយជូនពរចៅស្រីសុខសប្បាយជួបតែមនុស្សល្អនៅក្នុងជីវិតរបស់ចៅខ្ញុំលេសិនហើយយាយថាហើយនាងក៏បានចាក់ចេញទៅតែម្ដងវងដាក់ស្រាក់នៅលើគ្រែមុខផ្ទះបន្ទាប់ពីមកពីវត្តវិញពងម៉ែរំពេចនោះឪពុកម្ដាយរបស់គេបានចេញមកពីក្នុងផ្ទះតែម្ដងកូនឯងមកពីវត្តវិញមុខដូចបាក់កូនឯងកើតអីហើយអ្នកណារករឿងកូនមែនទេកូនអត់មានអ្នកណារករឿងទេពងខ្ញុំទៅវត្តតែម្នាក់ឯងអ្នកក្នុងភូមិយើងនេះសួររកសង្សារខ្ញុំពេលដឹងតែខ្ញុំបែកគ្នាក៏បែកជាសើចចំអកឲ្យខ្ញុំចាំងមិនបានជាត្រូវសារចំអកគ្រាន់តែបែកគ្នាជាមួយសង្សារសោះដោយសារតែឆ្នាំមុនខ្ញុំនិយាយថាខ្ញុំនឹងរៀបការជាមួយសង្សារខ្ញុំតែដល់ឆ្នាំនេះមកស្រុកតែម្នាក់ឯងធ្វើឲ្យអ្នកស្គាល់សើចតែម្ដងចេះធ្វើអញ្ចឹងទៅកើតរឿងជួបរឿងបែកគ្មានអ្នកណាហាមឃាត់បាននោះទេគឺតែងតែបែបនេះហើយណាយើងបែកគ្នាចាត់ទុកថាមិនមែនជាគូទៀតឡើយព្រំលិខិតកំណត់ឲ្យជួបគូពិតបែកគ្នាជាមួយសង្សារប្រហែលមកពីមិនមែនជាគូនឹងគ្នាទេឲ្យគេសើចទៅកូនមាត់គេសោះហ្នឹងយើងគិតតែខំប្រឹងធ្វើអ្វីដែលយើងគួរតែធ្វើទៅបានពងខ្ញុំនឹងមិនអើពើទៀតទេចុះពុកម៉ែស្អែកទៅវត្តទៀតដែរទេពុកនឹងម៉ែកូនឯងទៅវត្តស្អែកទៀតថ្ងៃនេះយើងធ្វើបាយម្ហូបសែនដូនតារួចហើយកូនឯងមកស្រុកពេលបាយសង្សារដូច្នេះឆ្លៀតឱកាសមើលអ្នកនៅស្រុកជាមួយគ្នាវិញទៅកូនបើជាមួយអ្នកផ្សេងមិនគង់វង្សទេនោះបានពងអ្នកនៅក្នុងស្រុកយើងក៏បានដែរឲ្យតែគេជាមនុស្សស្មោះត្រង់យើងមើលមិនដឹងទេថាមនុស្សណាស្មោះត្រង់មនុស្សណាមិនស្មោះសម័យឥឡូវអាក្រក់ទៅជាល្អសប្រែទៅជាខ្មៅវាពិបាកឲ្យយើងប៉ាន់ស្មានដឹងណាស់សំខាន់គឺការដែលចេះឆ្វេងយល់ពីគ្នាពេលនៅជាមួយគ្នាណាកូនបាទពងបើកូនឯងឃ្លានហូបនំសមក៏បានបាយក៏បានដែរមកហូបបរិបូរណាស់ខែភ្ជុំនេះចាំឃ្លានចាំខ្ញុំហូបតែឥឡូវអត់ទាន់ឃ្លានទេម៉ែនឹងហើយពេលណាឃ្លានក៏ហូបទៅណាកូននាម៉ោង3ទៀបភ្លឺអ្នកភូមិបណ្ដាគ្នាជាក្រុមដើម្បីទៅបោះបាយបិណ្ឌបងប្អូនពីរអ្នកនេះបណ្ដាគ្នាតាមក្រោយអ្នកភូមិឯទៀតឯបងប្រុសក៏បានបន្លឺឡើងឯងគួរតែបបួលមិត្តភ័ក្ដិឯងមកបោះបាយបិណ្ឌជាមួយគ្នាមិនគួរណាបបួលបងទេបងមិនចង់មកជាមួយឯងទេបងមិនចង់មកជាមួយខ្ញុំពេលនិយាយយប់មិញអាចជាមួយខ្ញុំរកអីមិនក៏មិនប្រកែកភ្លាមទៅចប់ហើយបើប្រកែកឯងច្បាស់ជាយករឿងនេះទទួលពិតដល់ពុកម៉ែទៀតហើយអ្នកណាមិនល្បីកូនពៅប្រកែកសំរឿងណាស់នាំរឿងឲ្យកូនបងនាំបងប្រុសមកជាមួយដូចនាំស្អីមកអញ្ចឹងដើរលឿនទៅឲ្យឆាប់ដល់វត្តដើរឲ្យចេះប្រយ័ត្នផងប្រយ័ត្នប៉ះចំប្រែតមករកស្រស់ហើយអត់ការងារធ្វើណាបានជាចូលចិត្តបន្លាចតែប្អូនខ្លួនឯងអញ្ចឹងនោះពេលអ្នកបងប្អូនក៏បានទៅដល់ក្នុងវត្តដោយចាប់ផ្ដើមបោះបាយបិណ្ឌតែម្ដងសូព្រីដើរជុំវិញកត់លូកបោះបាយបិណ្ឌសុកក៏បាត់បងប្រុសរបស់នាងហើយបាត់បងខ្ញុំទៅណាហើយដើរចោលខ្ញុំទៀតហើយប៉ឹងស្អីគ្មានបានការហ្មងដើរចោលប្អូនទៅរកសង្សារគាត់មិនខានទេមកទៅនោះខណៈដែលនាងកំពុងតែបោះបាយបិណ្ឌនាងក៏បានឃើញមនុស្សស្រីម្នាក់អង្គុយនៅលើដើមឈើកំពុងតែយល់ជើងហើយជាស្អីហ្នឹងអង្គុយយល់ជើងនៅលើដើមឈើទៀតអែមផុសគេមែនស្របពេលជាមួយគ្នានោះមានអ្នកដើរមកបុកនាងអូសុំទោសយ៉ាងម៉េចទៅហើយអត់អីណាយហើយដើរគ្មានភ្នែកទេអីមកវត្តបោះបាយបិណ្ឌមកធ្វើបុណ្យតែអត់ចេះទប់កំហឹងសោះប្រយ័ត្នប្រែតចាប់ស៊ីជាមួយបាយបិណ្ឌទៅក៏មកនិយាយនៅក្នុងវត្តអញ្ចឹងបិទមាត់ភ្លាមទេតោះទៅបន្តជាមួយគ្នាបើប្រែតលងឲ្យលងជាមួយគ្នាទៅខ្ញុំមិនទៅជាមួយទេខ្ញុំសុកចិត្តឲ្យប្រែតចេញមកជួបខ្ញុំក៏មិនបោះបាយបិណ្ឌរួមជាមួយបងដែរកុំសង្ឃឹមឲ្យសោះខ្ញុំអត់ព្រមជាមួយជីដាច់ខាត
គឺមិនអាចទេ អីក៏រឹកសម្បើមម្លេះប្រយ័ត្នតែប្រែតដេញគង់ទៅហៅឲ្យគេជួយនោះទេ ជារឿងរបស់ខ្ញុំមិនបាច់ចង់ដឹងចង់ឮអីទេថាហើយនាងក៏បានដើរចេញទៅត្រី ពិតជាមនុស្សដែលនិយាយមិនចេះស្ដាប់គ្នាមែន បន្ទាប់ពីបោះបាយបិណ្ឌរួចហើយសូព្រីកំពុងតែរាប់បាតជាមួយអ្នកភូមិឯទៀតលោកពេលរួចរាល់នាងក៏បានដើរទៅដាក់ប្រាក់ឲ្យលោកតាដែលពិការជើងកំពុងអង្គុយនៅក្រោមដើមឈើជំរាបសួរតាបានពិសាអីហើយណែ នៅទេចៅអើយពេលចប់ទើបតាបានហូបបាយតែឥឡូវគឺមិនទាន់បានអីហូបទេតាំងតែពីព្រឹកមកម្លេះ ខ្ញុំជូនតា 10000 រៀលតាទុកពិសានំចាស់ អរគុណណាស់ចៅស្រីជូនពរឲ្យចៅស្រីសំណាងល្អណាស់ចៅ ចាសូព្រីបានចាក់ចេញពីកន្លែងលោកតាម្នាក់នោះនាងក៏បានបំរុងចេញពីវត្តតែបែរជាមានអ្នកមកស្រែកហៅនាង សុព្រីចាំផងចាំទៅផ្ទះវិញជាមួយគ្នា ផ្ទះយើងផ្សេងគ្នាខ្ញុំមិនចាំទេខ្ញុំត្រូវការទៅផ្ទះមុនហើយ ខ្ញុំជាអ្នកភូមិជាមួយនាងហេតុអីក៏ចាំគ្នាប៉ុណ្ណឹងមិនបាន ខ្ញុំអត់ចង់រងចាំអ្នកណាទេខ្លួនមួយតឯងវាសក់បែកហើយតែមុនហើយណាមានជើងចេះដើរដែរដើរទៅផ្ទះវិញរៀងខ្លួនបាន មួម៉ៅធ្វើមើលតែខ្មោចលងអញ្ចឹង សូព្រីចាក់ចេញពីវត្តនាងឈប់នៅក្រោមដើមឈើដោយក្រាលកន្ទេលរៀបចំបាយម្ហូបដាក់នៅលើកន្ទេលនេះតែម្ដងហើយឃ្លានណាស់ក្រោកតាំងតែពីព្រឹកខ្ញុំទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃរួចហើយតែម៉ែមិនដឹងជាប្រមូលអីខ្លះមកដាក់ក្នុងស្រាក់ខ្ញុំទេអុយសុបតែរបស់ហូបរំពេចនោះផងដែរក្មេងស្ទាវ2នាក់ដែលជិះម៉ូតូសម្រាប់ពួកគេបានឈប់ម៉ូតូនៅចំកន្លែងដែលសូព្រីកំពុងតែក្រាលកន្ទេលនេះ ទៅតែចាញ់ពីវត្តមែនទេអូនបានអីហូបខ្លះចែកឲ្យពួកយើងហូបខ្លះមកពួកយើងចង់ហូបដែរមហូបទំនងដល់ហើយមានទាំងបង្អែមទៀតហូបដែរមកអូន ណែកុំមករញ៉េរញ៉ៃជាមួយខ្ញុំអីខ្ញុំតបតែចេញពីវត្តមិនចង់ធ្វើឲ្យមានបាបដាក់លើខ្លួនព្រឹកតែពីអ្នកឯងទេ ពួកបងឃើញទំនងបានជាចង់ហូបឲ្យបងហូបបន្តិចមកនំក៏ទំនងមកហូបក៏ហំដែរចែកឲ្យបន្តិចមកទុកថាធ្វើបន់ផងទៅណាបើមិនអញ្ចឹងទេអូនអាចយកទៅហូបនៅផ្ទះពួកបងក៏បានដែរចាត់ទុកទៅធ្វើបន់ដល់បរោះកំសត់ដូចជាពួកបងចែកបាយមកហូបឲ្យហូប ខ្ញុំគិតថាឯងទាំងពីរមានបំណងមិនល្អមកលើខ្ញុំទេជិះម៉ូតូវិញជ្រេនណាស់មិនខ្វាត់ពីអ្នកដំណើរដែលជិះចេញពីវត្តទេសឹងតែជិះទៅប៉ះគេទៀតខ្ញុំឃើញមកយូរហើយពីអ្នកឯងនេះណាដោយមិនដែលចូលវត្តទេហើយថែមទាំងបង្កឲ្យមានបញ្ហាជាមួយអ្នកដំណើរផ្លូវចេញពីវត្តនេះតែញយហ្នឹងពីអ្នកឯងចង់បានអីឲ្យប្រកាសទេ សួរអីអញ្ចឹងណោះពីរអ្នកបងច្បាស់ជាចង់បានចំណាប់អារម្មណ៍ហើយជាពិសេសគឺបងខ្លាំងគ្មានអ្នកណាហ៊ានជាមួយបងទេយកសង្សារឬក៏យកប្តីត្រូវទៅយកអ្នកខ្លាំងដូចជាបងណាអូន ខ្ញុំនឹងបដៅពីអ្នកឯងចេញម្ដងមិនចេះនៅផ្ទះឲ្យសក់ទេបែរជាចេញមករករឿងគេពេលមានពិធីបុណ្យទានពីអ្នកឯងនេះដឹងតែសួយហើយថ្ងៃនេះខ្ញុំនឹងហៅកូនក្ររបស់ខ្ញុំឲ្យមកបដៅអញចេញម្ដង គេមានកូនក្រក់ឆប់រត់ទៅនៅបន្តទៀតគ្មានរស់ទេ អ្នកទាំងពីរជិះម៉ូតូចេញទៅយ៉ាងលឿនស្របពេលជាមួយគ្នានោះវងបានឃើញសូព្រីនៅអង្គុយហូបបាយនៅក្រោមដើមឈើគេក៏បានចូលរួមភ្លេតតែម្ដង ចូលរួមផងមកព្រោះខ្ញុំឃ្លានណាស់ ធុញណាស់ជប់ណាស់ហើយមកជប់ចំតែពេលអញ្ចឹងទៀត ចិត្តកំណាញ់ទៅណានឹងបើស្លាប់ទៅមិនអាចយករបស់ទាំងអស់នេះទៅជាមួយបានទេណាយើងទៅបានតែខ្លួនមិនអាចយកបាយម្ហូបទាំងនេះទៅជាមួយបាននោះទេសូម្បីតែជីវិតយើងក៏មិនមែនជារបស់យើងទៀតដែរបើសិនជាយើងស្លាប់ទៅហើយគេជាអ្នកសម្រេចគ្រប់បែបយ៉ាង ហូបទៅមិនបាច់ហោហែអីទេខ្ញុំខ្ជិលស្ដាប់ណាស់ អរគុណណាស់អញ្ចឹង នាពេលដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌដែលជាថ្ងៃចុងក្រោយនាពេលព្រឹកព្រលឹមវងបានយកកង់មករងចាំសូព្រីដល់មុខផ្ទះដើម្បីទៅវត្តជាមួយគ្នានាថ្ងៃបង្ហាញនេះបងប្រុសសូព្រីចេញមកមុខផ្ទះក៏បានបន្លឺឡើង ឯងមកចាំទេណាបានជាជិះកង់តែងខ្លួនសង្ហាយ៉ាងហ្នឹងហ៎ខ្ញុំមកចាំសុព្រីពួកយើងត្រូវទៅភ្ជុំបុណ្យនេះជាមួយគ្នាអអញ្ចឹងទេហ៎ចេះមកចាំប្អូនខ្ញុំទៀតប្អូនខ្ញុំចេញមកឥឡូវហើយសុព្រីឆាប់ចេញពីក្នុងមកមានគេចាំទៅភ្ជុំបិណ្ឌជាមួយឯងហើយ
ឥឡូវចេះមានអ្នកមកចាំទៀតណោះ ខ្ញុំរួចរាល់ហើយបងប្រុសខ្ញុំទៅសិនហើយណាថ្ងៃនេះជាថ្ងៃប្រហែលផង ទៅចោះអញ្ចឹងហើយឆាប់មកវិញផងណា តើចឹងឆាប់ចេញដំណើរទេអ្នកទាំងពីរបានជិះកង់ចេញទៅវត្តជាមួយគ្នាលុះមកដល់ក្នុងវត្តហើយនោះ តោះចូលទៅក្នុងទៅនៅតន់ចង្ហាន់នៅឡើយទេ ចាអ្នកទាំងពីរបានចូលទៅប្រគេនចង្ហាន់ជូនព្រះសង្ឃព្រមទាំងអង្គុយស្ដាប់ធម៌មួយសន្ទុះធំទៅពួកគេទៅកន្លែងថ្វាយផ្កាព្រះបើក្នុងចិត្តនេះខ្ញុំមិនអាចមានប្តីទេបងវងក៏មិនអាចមានប្រពន្ធដែរ មិនត្រូវអត់ជាមួយគ្នាអញ្ចឹងអត់មានអីពាក់ព័ន្ធជាមួយគ្នាផង រឿងអីដែលថាមិនពាក់ព័ន្ធនោះបើអត់ប្រពន្ធបានន័យថាមិនមែនខ្ញុំផងឲ្យអត់ឆ្លាស់ទេ បងយល់ហើយអញ្ចឹងព្រោះតែយើងមកភ្ជុំបិណ្ឌជាមួយគ្នាដូច្នេះហើយយើងត្រូវទៅរៀបការធ្វើជាគូស្វាមីជាមួយគ្នាមែនទេ ចាប៉ាត់មែនហើយ បើដូច្នេះភ្ជុំនេះចប់ហើយយើងចាប់ក្នុងនាមជាអ្នកភូមិជាមួយគ្នាហើយបដូរឈ្មោះទៅជាប្តីប្រពន្ធវិញម្ដង ល្អណាស់ចា ច្បាស់ហើយគឺល្អពិតៗ បន្ទាប់ពីមកពីប្រជុំជាមួយគ្នានេះចប់អ្នកទាំងពីរបានក្លាយទៅជាគូដណ្ដឹងនឹងគ្នាតែម្ដង ព្រះអើយមើលចោះខ្ញុំមិនចាំបាច់ពង្រៀងអីទេពួកអញគ្មានចិត្តស្រាប់ទៅហើយអញ្ចឹងតើបាញ់ចរកស៊ីមិនមានបាននឹងគេសំមុខហើយចូលក្របន្តទៀតទៅចោះហ្នឹងហើយយើងនៅទីនេះរាប់រយឆ្នាំហើយយើងចង់ឃើញពូជពងរបស់ឯងក្រតចំនួននោះអីបើអញ្ចឹងយើងសុំបេះដូងឯងបានទេបានពិតជាបានខ្ញុំមិនស្ដាយទេ រឿងបណ្ដាសាក្រតចំនួនមាននិទានមួយដំណាលថាប្តីប្រពន្ធពីរនាក់ជាមនុស្សមានទ្រព្យណាស់តែក៏ល្បីថាពួកគាត់កំណាញ់និងស៊ីកម្លាំងញើសឈាមគេផងដែរនៅផ្ទះពូមាន អាចយជូនអ៊ំទៅទាប្រាក់គេនៅចុងភូមិបន្តិចតែលោកអ៊ំមិនទាន់បានបើកប្រាក់ខែខ្ញុំទេណាហីអានេះចាំទាប្រាក់បានចាំអ៊ំឲ្យមួយគុណនឹងពីរចុះបាទចំជាកំរិះមែនឯងថាម៉េចណែខ្ញុំអត់មាននិយាយអីណាអ៊ំបើគ្មានទេកុំនៅជជែកជជោចយូរពេកឲ្យឆាប់ឡើង នៅក្នុងភូមិ ចុះអ្នកភូមិទៅណាអស់អញ្ចេះសង្ស័យទៅរត់ពួនអស់ហើយមើលទៅថៃបានជារត់ពួនយើងមិនមែនជាខ្មោចឯណាមិនជាខ្មោចទេតែលោកអ៊ំមកទាប្រាក់ចងការអាកអ្នកណាដែលថាមរត់នោះយកល្អបថយបធូការប្រាក់ឲ្យគេទៅអ៊ំអើយបធូបថយស្អីកុំឲ្យអ្នកក្រចេះតែខ្ជិលខ្នងវែងវាធ្លាប់ឯងដឹងអត់អ៊ំមានសឹងអីមិនដឹងជាយកប្រាក់ទៅណាអស់ទេចុះការបន្តិចទៅអ្នកភូមិក៏អាចសល់ប្រាក់ចំណេញបានខ្លះដែរតែបើការខ្ពស់ពេកសងត្រឹមតការសងមិនទាំងរួចផងទ្រឹស្ដីណាទ្រឹស្ដីអញមិនខ្វល់ទេអាណាក្រទៅឲ្យតែអញមានឆាប់ទៅបាទ មិញពុយដែលពួនគៀនព្រៃនោះគ្រាន់តែឃើញពូមាននិងនិចយទៅបាត់ក៏បានចេញមករួចស្រែកឡើងថាបងប្អូនអើយអ្នកមានចាក់កទៅបាត់ហើយពួកយើងរួចខ្លួនមួយគ្រាទៀតហើយបងប្អូនអ្នកភូមិខ្លាចពូមានដូចជាខ្មោចយ៉ាងចឹងតែពេលពូមានទៅបាត់ក៏បានធូរទ្រូងដោយគេដកបន្លាចេញពីរបួសនៅផ្ទះពូមាន ម៉ែវាហើយទៅមកពីណាកុំប្រាប់ថាមកពីបនលបាញ់ឲ្យសោះ ខ្ញុំមកពីបនបាញ់ស្រង់ដើមនឹងណាហើយចោះពុកវាវិញនោះទៅតែមកពីបនស្រីមែនទេបានជាជោគចំម្លេះហា ខ្ញុំទាប្រាក់បានទៅឆ្លៀតបន្តិចទៅម៉ែវាឯងកុំបារម្ភពេកអីវាមិនខាតទេបើមានប្រាក់ហើយមិនចាយខ្លះវាគួរឲ្យស្ដាយណា ចាដូចគ្នាហើយពុកវាឯងកំសួរឡើងសរសៃកពេកណាមានប្រាក់ខ្ញុំលេងពីបិក្តាវាមិនក្រទេលោកប្រុសលោកស្រីមានប្រាក់ច្រើនណាស់បើបែបនោះគួរតែបើកប្រាក់ខែខ្ញុំមកព្រោះខ្ញុំត្រូវការយកទៅឲ្យប្រពន្ធកូនណាបាទ ខ្ញុំហត់ណាស់ពុកវាឯងដោះស្រាយជាមួយអាចយទៅខ្ញុំទៅសម្រាប់ហើយ អានេះទាដដែលធុញណាស់វើយអើណាយកទៅ
តែលោកអ៊ំឲ្យមិនគ្រប់ផងហ្នឹងគ្រប់ហើយយីអាផេះនេះនៅតវ៉ាស្អីទៀតអត់គ្រប់ទេលោកអ៊ំរាប់មើលនេះគ្រប់ហើយព្រោះមុននេះឯងចូលទៀមស្រាជាមួយអញឯងមិនចង់ជួយចាញ់គ្នាទេអីអីអានេះតែលោកអ៊ំជាអ្នកនាំខ្ញុំទៅតាមិនក៏ឲ្យខ្ញុំជួយចាញ់ប្រាក់បែបនេះទៅវិញបានហើយអញធុញនឹងឯងណានិយាយច្រើននេះច្រើនគួរឲ្យរំខានមែនហ្មងចាំមើលខ្ញុំឈប់ធ្វើការមែនណាលោកអ៊ំច្បាស់ជារកអ្នកណាមកធ្វើការឲ្យដូចជាខ្ញុំបានទេលោកអ៊ំនឹងស្ដាយក្រោយថាម៉េចស្ដាយក្រោយមែនទេអីអានេះវើយមិនខ្វះទេអ្នកដែលអាសាជាងឯងនោះថយចេញទៅប្រពន្ធញៀនលបែងប្តីញៀនស្រាកូនប្រុសចោលមកសៀតចាំមើលចុះគ្រួសារនឹងអាលាយជាមិនខានទេហើយអញជាស្អីបានជាមកហ៊ានដៀលគ្រួសារអញនោះខ្ញុំនិយាយការពិតតើខ្ញុំគុំទុកយូរហើយអ្នកស្រុកក៏ដូចគ្នាដែរម្នាក់គេនាំគ្នាបតិចផ្ដាសាលោកអ៊ំណាអាលហាមឯងនេះល្មិលគុណម្លេះខ្ញុំអត់ល្មិលគុណទេព្រោះខ្ញុំធ្វើការច្រើនណាស់លោកអ៊ំទេដែលខ្សែលើស៊ីញើសឈាមគេលោកអ៊ំនឹងអាលេជាមិនខានអញដេញមិនក៏មិនទៅនៅហ៊ានដាក់ផ្ដាសាអញទៀតអីយីអានេះជំរឿអញវាយឯងម្ដងមើលខ្ញុំអត់បានដាក់ផ្ដាសាទេតែលោកអ៊ំកំពុងតែត្រូវផ្ដាសាគេរាល់ថ្ងៃហើយអ្នកភូមិគេមិនដែលជូនពរទេពូមានហេតុថាខឹងទទួលយកមិនបានគាត់ក៏បានវាយនីចយគាត់វាយហើយវាយទៀតមិនឈប់សោះឡើយងាប់ទៅអាក្រលហាអូយងាប់ទៅឈឺណាស់អូយព្រោះតែឈឺពេកនីចយបំរុងតែរត់ចេញទៅហើយតែពូមានក៏បានចាប់ចងរួចបានវាយហើយវាយទៀតរហូតដល់នីចយស្លាប់តែម្ដងចយឯងកុំបំភ័យអញណាព្រះអើយខ្ញុំសម្លាប់មនុស្សមែនទេមិនបានទេខ្ញុំមិនចង់ជាប់គុកទេរឿងពូមានសម្លាប់នីចយហាក់លាក់មិនចិត្តទេដូច្នេះពូមានក៏ត្រូវបានជាប់គុកអស់មួយជីវិតជាប់គុកក៏ជាប់ចោះខ្ញុំមិនទៅមើលទេអាប្តីបែបនេះនោះមិនដែលធ្វើល្អដាក់ប្រពន្ធផងទេខ្ញុំបន់ឲ្យទៅងាប់ក្នុងគុកទេកន្លងទៅជាច្រើនឆ្នាំមីងឌួងមិនចេះរស់ស៊ីទេគាត់ចេះតែម្យ៉ាងគឺការចាយវាយលេងល្បែងនិងតែងខ្លួនប៉ុណ្ណោះដូច្នេះទ្រព្យរបស់គាត់ក៏ថមថយដូចគ្នាហើយមើលទៅខ្ញុំក៏នៅស្អាតមិនក៏គ្មានប្រុសណាគេបែកតៃសោះអញ្ចឹងណោះអមែនហើយគិតទៅដាក់ពីបេក្តាសិនមីងឌួងបំរុងយកប្រាក់ទៅលេងល្បែងតែពេលនោះគាត់ក៏បានសម្គាល់ឃើញថាគ្មានសល់ប្រាក់សូម្បីមួយសេនសោះឡើយហើយតើមានរឿងអីមិនក៏អស់ប្រាក់លឿនម្ល៉េះណែតែឈប់សិនខ្ញុំមិនក៏មិនទៅទារប្រាក់ពីអ្នកស្រុកទៅបែបនោះខ្ញុំមុខជាមានប្រាក់ចាយវិញហើយគិតហើយមីងឌួងក៏តែងខ្លួននឹងបានចេញទៅក្នុងភូមិដើម្បីទៅទារប្រាក់ដែលអ្នកភូមិនៅចំពះប្តីគាត់នៅក្នុងភូមិតឹងហូរកាត់ផ្លូវរដូវបិណ្ឌភ្ជុំចាប់ដូនតាយំក្រោមដើមសង្កាយណែកុំនៅឯឲ្យប្រាក់មកហើយអ្នកនិយាយជាមួយខ្ញុំមែនទេអ្នកក្រពិតជាមិនយល់ការមែនឲ្យប្រាក់មកប្រាក់ដែលចម្ពាក់នោះអីអូយខ្ញុំមិនបានចម្ពាក់ទេនិយាយថាម៉េចអ្នកចម្ពាក់ហើយចង់កិច្ចមែនទេចម្ពាក់គេធ្វើកិច្ចសន្យាប្រហែលថ្ងៃសងអញមិនសងសាបមិនសងជាមួយអញមើលអើយអញ្ជើញចម្ពាក់គេសម្ដីអីក៏ឆ្លោះម្ល៉េះហ៎អ្នកឯងក៏ឆ្លោះដែរណែឈប់សិនភាសានេះដូចជាធ្លាប់ឮសងប្រាក់ឬក៏មិនសងសុំទោសខ្ញុំអត់បានចម្ពាក់ទេហើយក៏មិនបាច់ខំទៅទាពីអ្នកភូមិផ្សេងទៀតដែរគ្រប់គ្នាគេសងរួចអស់ហើយថាម៉េចនេះជាការពិតមែនទេមែនហើយពួកយើងសងតាំងតែពីមុនប្តីអ្នកចូលគុកម្ល៉េះអ្នកមិនដឹងទេអីមិនអាចទេមានន័យថាអត្តបិនោះយកទៅចាយអស់មិនប្រាប់មែនទេហើយក្តៅចិត្តណាស់អញអត់ប្រយោជន៍មែនមីងឌួងកាន់តែក្រឡើងគាត់មិនចេះរស់ស៊ីចេះតែចាយលក់នេះលក់នោះលុះចុងក្រោយក៏បានស្លាប់ដោយសារគ្មានអ្វីហូរម៉ែកូនមកហើយ
មកហើយមែនទេម៉ែនឹកកូនណាស់ចោះនេះជាអ្នកណាគេកូន នាងជាប្រពន្ធកូនណាម៉ែពួកយើងស្រឡាញ់គ្នាជ្រុលជ្រោះជាមួយគ្នាពួកយើងអត់ទាន់បានរៀបការទេ ម៉ែកុំប្រកាន់អីណាម៉ែម៉ែមិនប្រកាន់ទេឲ្យតែស្រឡាញ់គ្នាទៅបានហើយ ម៉ែកូនមានប្រពន្ធហើយម៉ែមិនចែកទ្រព្យឲ្យកូនខ្លះទេអីម៉ែ ម៉ែគ្មានអ្វីចែកទេម៉ែក្រណាស់ តាំងពីពុកជាប់គុករហូតដល់ឪពុកស្លាប់ទៅក្រែងម៉ែកាន់កាប់ទ្រព្យដីស្រែទាំងអស់មែនទេមិនក៏ម៉ែថាខ្លួនឯងក្រទៅវិញ ម៉ែគ្មានទេម៉ែចែកអស់ហើយណាកូនក ូនខំស្កាត់មកយកទ្រព្យតែម៉ែថាចាយអស់កូនស្ដាយកម្លាំងខំធ្វើដំណើរមកណាម៉ែ មានន័យថាកូនមិនបារម្ភពីម៉ែតែមកយកទ្រព្យមែនទេកូន មែនហើយម៉ែកំថាអីកូនណាព្រោះម៉ែចិត្តស្លាប់ទៅហើយដូច្នេះកូនក៏មកប្រមូលទ្រព្យម៉ែនឹងឯងណាម៉ែ ពុទ្ធោអើយមើលវានិយាយចោះម៉ែ តែមិនអីទេយ៉ាងហោចណាស់ក៏កូនបានដីម្ដុំនេះដែរ តែដីនេះទុកកប់សាកសពម៉ែទេម៉ែពឹងអ្នកភូមិរួចហើយ ស្លាប់ហើយនៅហួងហែងស្អីទេម៉ែកូនយកដីនេះហើយ លឺសំដីកូនបែបនេះមីងឌួងកំពុងតែចាំដង្ហើមផងក៏ដាច់ខ្យល់ព្រោះតឹងគ្រឿងស្លាប់ភ្លាមតែម្ដង ម៉ែ កុំពិបាកចិត្តអីបងម៉ែទៅបានសុខហើយបន្ទាប់ពីនាយជូនបូជាសពម្ដាយហើយគាត់ក៏បានសាងគ្រួសារនឹងនាងចែមហើយរស់នៅទីនោះចាប់ពីពេលនោះមកបងជូនអូនលក់បន្លែក៏ដាច់បងក៏លក់អស់ដាច់ដែរតែមិនក៏ពួកយើងរកប្រាក់មិនសល់សោះអញ្ចឹងបង បងក៏មិនដឹងដែរសង្ស័យតែពួកយើងមិនសូវខំពេកហើយមើលទៅបើបែបនោះចាំបងខំប្រឹងធ្វើឡើងចុះណាអូន ចាប់បងអូនក៏ដូចគ្នាដែរអូននឹងខំធ្វើការទ្វេដងដូចគ្នានឹងបងដែរណាសង្ឃឹមថាពួកយើងនឹងមានទ្រព្យកើនឡើងផងចាស់មួយថ្ងៃមួយខែមួយឆ្នាំវេលាចេះតែកន្លងទៅប្តីប្រពន្ធទាំងពីរខិតខំធ្វើការណាស់តែថាពួកគេរស់ស៊ីអ្វីក៏មិនចម្រើនដែរមានតែខាតហើយខាតទៀតមិនឈប់សោះឡើយនៅវាលស្រែបងចាំមិនហើយ បងអស់កម្លាំងណាស់អូន បងមកទៅចាស់ច្រើនណាស់បងសម្រាប់សិនទៅ រមមួយថ្ងៃបងមិនចង់សម្រាកទេបើមិនធ្វើការពួកយើងអត់មានអីហូបទេអូន តែសុខភាពពុកវាក៏ចុះខ្សោយដែរពួកយើងសម្រាប់សិនទៅណា បងមិនអីទេ ស្របពេលដែលពួកគេកំពុងតែអង្គុយក្រោមដើមឈើនោះវិញ្ញាណនីចយក៏បានបង្ហាញខ្លួននិងបាននិយាយថា នេះហើយជាកម្លាំងនៃបដាសាឪពុកម្ដាយឯងសាងបាបខ្សែលើគេកេងចំណេញលើគេពេកទៅគេស្រែកឲ្យតកូលឯងក្រតចំនួននោះអីធ្វើយ៉ាងម៉េចទៅធូធាទៅអូនបងដូចជាមិនយល់សោះកុំសង្ឃឹមថាមានបាននោះព្រោះតកូលពួកឯងនេះត្រូវតែក្រតចំនួនគ្មានថ្ងៃងើបរួចទេ ស្របគ្នានោះដែរក៏មានព្រះសង្ឃមួយអង្គបាននិមន្តចូលមក មិនបានទេយើងមិនឲ្យប្រសង់ចូលមកតាមផ្លូវនេះជួបពួកគេបានទេយើងមិនឲ្យពួកគេបានធ្វើបុណ្យទេពួកឯងត្រូវតែក្រតពូជ វិញ្ញាណនីចយព្យាយាមពង្រៀងព្រះសង្ឃចេញពីនីជូនតែព្រះសង្ឃនៅតែចូលមកជួបពួកគេដដែល ញោមតើអាត្មាសុំបិណ្ឌបាតផងបានទេហេមកសុំទៀនស្អីនៅទីនេះគ្មានប្រាក់ទេបើគ្នារកតអង្គច្រកឆ្នាំងបានផងនិមន្តចេញទៅ ពួកយើងគ្មានទេព្រះរាជកុណនិមន្តថយទៅកន្លែងផ្សេងចុះ អាត្មាសុំទៅទឹកនោះបន្តិចក៏បានដែរព្រោះអាត្មាស្រេកទឹកណាស់ញោមមនុស្សកំពុងតែមួម៉ៅផងតិចត្បូងចប់ឥឡូវហ្នឹង ទឹកពេញស្រែបើស្រីក៏អោនក៏បងផឹកទៅកុំមកសុំស្រួលយ៉ាងម៉េចនិមន្តចេញទៅឆាប់ទៅ ព្រះអើយមើលចោះខ្ញុំមិនចាំបាច់ពង្រៀងអីទេពួកអញគ្មានចិត្តស្រាប់ទៅហើយអញ្ចឹងតើបានចរកស៊ីមិនមានបាននឹងគេសំមុខហើយចូលក្របន្តទៀតទៅចោះ ដែលឃើញថាប្តីប្រពន្ធទាំងពីរគ្មានចិត្តល្អមានតែការប្រមាថព្រះសង្ឃក៏មិនចង់ឲ្យពួកគេពោលពាក្យក្រោតក្រៀតទៀតដែរព្រោះពួកគេអាចនឹងមានបាបថែមទៀតដូចគ្នា ចំជាគ្មានបានការមែន
រំខានណាស់មនុស្សកំពុងតែក្តៅចិត្តផងរមមកសុំទានស្អីហ្នឹង មែនហើយបងប្តីប្រពន្ធទាំងពីរជាមនុស្សមិនចេះធ្វើទៀនដូចគ្នាហើយក៏គ្មានចិត្តល្អដាក់គ្រប់គ្នាដែរហេតុនេះពួកគេក៏កាន់តែពិបាកមានបានខ្លាំងណាស់20ឆ្នាំក្រោយមក ខំប្រឹងរកស៊ីណាស់ដែរតែក៏នៅតែមិនអាចមានបានទីបំផុតក៏ចាស់មុនអាយុតែម្ដងហើយខ្ញុំហើយខ្ញុំ ពុកវាសម្រាប់សិនទៅចាំខ្ញុំដាំថ្នាំឲ្យហូបណា ខ្ញុំមិនចង់ផឹកថ្នាំអីទេខ្ញុំពិបាកនៅក្នុងខ្លួនណាស់ មិនចង់ផឹកក៏ត្រូវតែផឹកដែរក្រែងឆាប់បានជាណាពុកវា អញ្ចឹងបានថាប្រឹងហួសកម្លាំងសុខភាពក៏ខ្សោយទៅតាមនឹងដែរពិតជាស្ដាយពេលវេលាណាស់ ពុកវាកំតូចចិត្តអីធ្វើម៉េចបើយើងបានប្រឹងដែរហើយនោះទោះបីជាក្រមួយជីវិតក៏ក្រចុះណាពុកវា កើតមកមកជាតិគ្មានស្គាល់ជាតិមានបាននឹងគេសោះក្រដល់ងាប់តែម្ដងហើយខ្ញុំហើយខ្ញុំតើជាកម្មអ្វីទៅ បានហើយពុកវាឈប់ពិបាកចិត្តទៀតទៅសម្រាប់សិនទៅណា ម៉ែវាខ្ញុំអឺ ពុកវាក្រោកឡើងពុកវាពេលវេលាចេះតែរំកិលទៅមុខមីងចែមក៏ឈឺនិងស្លាប់ទៅដូចគ្នាផងដែរច្រើនចំនួនកន្លងទៅ លបងតើលបងជានរណាហើយមកផ្ទះខ្ញុំមានការអីដែរនេះឯងមើលឃើញខ្ញុំមែនទេខ្ញុំជាខ្មោចណាខ្មោចឯណាសង្ហាអញ្ចឹងនោះខ្ញុំជាខ្មោចមែនណាបាទខ្មោចក៏ខ្មោចទៅចុះតែខ្ញុំមិនខ្លាចខ្មោចទេលបងហេមិនក៏ចម្លែកម្ល៉េះមិនក៏អញមើលឃើញខ្ញុំអញ្ចឹងខ្ញុំក៏មិនដឹងដែរសង្ស័យតែខ្ញុំមាននិស្ស័យជាមួយបងប្រុសហើយមើលទៅតែយើងគ្មាននិស្ស័យជាមួយមនុស្សក្នុងវងតកូលឯងទេតាំងពីដូនតាពីណាពីណីមកយើងស្អប់ណាស់ខ្សែស្រឡាយឯងនេះហ៎ហេតុអីទៅលបងវាគ្មានតាក់តងអីជាមួយឯងទេតែមុននេះលបងថាមិនចូលចិត្តដូនតាខ្ញុំនោះអីអញ្ចឹងមានន័យថាលបងមុខជាដូនតាខ្ញុំដែរហើយមែនទេយើងគ្មានជាប់សាច់ឈាមអីជាមួយនឹងពួកខ្សែស្រឡាយឯងនោះទេអូអញ្ចឹងក៏អញ្ចឹងទៅចុះតែថាបងខ្លាយជាខ្មោចរាប់រយឆ្នាំហើយមែនទេហ្នឹងហើយយើងនៅទីនេះរាប់រយឆ្នាំហើយយើងចង់ឃើញពូជពងរបស់ឯងក្រតចំនួននោះអីមានន័យថាដូនតាខ្ញុំក្រតមកដល់ខ្ញុំមែនទេបើបែបនោះមែនលបងមុខជាបានដឹងអំពីមូលហេតុជាមិនខានរឿងអីដែលថាយើងមិនអត់ទេយើងមិនដឹងទេសូមលបងប្រាប់ខ្ញុំមកតើមូលហេតុអីបានជាពូជពងវងតកូលខ្ញុំត្រូវមកក្រតចំនួនបែបនេះយើងមិនប្រាប់ទេយើងទៅហើយលបងហើយមិនទាន់បានសួរអីផងទៅបាត់លបងនេះមុខជាមានគំនុំនឹងដូនតាខ្ញុំមិនខានទេខ្សែស្រឡាយសុធាក្រតចំនួនចំណែកនេះចុយក៏មិនបានទៅចាប់ជាតិដែរតែចំណងនេះអាចស្រ័យបានដោយរបៀបណាទៅខ្ញុំហើយខ្ញុំស្រែក៏គ្មានចំការក៏អត់ប្រាក់ក៏គ្មានទៀតតើបានអីយកមកចិញ្ចឹមជីវិតទៅណោះគ្រាប់ពូជ 3-4 គ្រាប់នេះអាចធ្វើអីបានទៅសុធាបានយកគ្រាប់ពូជនោះទៅកប់ក្រោយផ្ទះនិងស្រោចទឹកផងដែរខ្ញុំគ្មានជំរើសទេមានតែដាំនៅទីនេះចុះខ្ញុំហើយខ្ញុំក្រហើយគ្មានចំណេះទៀតពិបាករស់នៅមែនទែនស្របពេលដែលសុធាកំពុងរៀបនិងដើរចេញស្រាប់តែសុធាបានឮកូនចាបស្រែកយំពេញសម្បុរកូនចាបមិនក៏អញយំខ្លាំងយ៉ាងនេះឬក៏មកពីមេអញទៅរកចំណីមិនទាន់មកទេដឹងស
សុធាបានឡើងដើមឈើទៅមើលសម្បុកចាប់នោះឃើញថាកូនចាប់កំពុងតែយំដោយសារតែឃ្លានចំណីខ្លាំងពេក ពុទ្ធោអើយប្រហែលជាឯងឃ្លានខ្លាំងណាស់ហើយកុំយំអីណាចាំខ្ញុំឲ្យចំណីឯងចុះ សុធាមិនបង្អង់យូរឡើយក៏ទៅកាយយកគ្រាប់ពូជនោះមកវិញនិងយកឲ្យកូនចាប់ឆៃទាំងអស់តែម្ដង ឆៃចុះណាកូនចាប់កុំយំអីបន្តិចទៀតម្ដាយឯងត្រឡប់មកវិញហើយក ូនចាប់ឆៃគ្រាប់ពូជនោះយ៉ាងរីករាយពួកគេមើលទៅដូចជាមានសេចក្តីសុខណាស់ចំណែកសុធាក៏មានស្នាមញញឹមផងដែរ កូនចាប់អើយកូនចាប់ទោះបីតែខ្ញុំក្រតែខ្ញុំឃើញឯងរីករាយខ្ញុំក៏រីករាយតាមឯងដែរណាស់ហើយបានហើយពួកឯងដេកចុះណាខ្ញុំលាហើយ សុធាជាមនុស្សក្រណាស់តែគាត់មិនក្រចិត្តទេ ខ្ញុំឃ្លានណាស់ទៅរកបេះផ្លែឈើវិញល្អជាងសង្ឃឹមថាផ្លែឈើព្រៃនឹងមានទុំផងទៅចុះ នៅតាមក្បែរផ្លូវ ទេព្រៃនេះមិនក៏ដូចជាចម្លែកម្លេះខ្ញុំមិនមែនវែងឯណាយ ក្នុងពេលនោះក៏មានយក្សមួយបានដើរចូលមកនិងបាននិយាយថា តើអ្នកជាអ្នកណាមិនបានជាមកដល់ទីនេះហ៎លោកជាយៈសុំកុំខឹងអីខ្ញុំគ្រាន់តែចូលមករកបេះផ្លែឈើតែប៉ុណ្ណោះកុំភ័យអីយើងមិនធ្វើបាបឯងទេតែលោកជាយៈមិនក៏លោកចាត់ល្អម្ល៉េះមែនហើយយើងជាយៈតែយើងជាយៈគ្មានធម្មពលទេហើយសំបីតែកូនទន្សាយក៏យើងចាប់ឆៃមិនបានផងតើមានរឿងអីចំពោះលោកនោះយើងក៏ចង់ស៊ីឯងដែរតែយើងគ្មានកម្លាំងទេយើងពិបាករស់ណាស់តើលោកមានអីឲ្យខ្ញុំជួយបានទេមានតែឯងនឹងមានគ្រោះថ្នាក់មិនខានខ្ញុំក្រីក្រណាស់ហើយខ្ញុំជាកូនកំព្រាខ្ញុំមិនស្ដាយជីវិតទេសូមលោកនិយាយមកចុះបើអញ្ចឹងយើងសុំបេះដូងឯងបានទេបានពិតជាបានខ្ញុំមិនស្ដាយទេឯងពិតជាមិនខ្លាចមិនស្ដាយមែនអីមែនចាំខ្ញុំវះឲ្យលោកចុះ ដោយឃើញថាសុធាពិតជាហ៊ានលះបង់បែបនេះមែនជាហក៏ប្រែរូបមកជាព្រះសង្ឃឡើងវិញ តើមានរឿងអីហ្នឹងញោមធ្វើបានល្អហើយទីបំផុតភាពក្រតចំនួនរបស់ខ្សែស្រឡាយរបស់ញោមបានដោះបានហើយបដិជគុណខ្ញុំកណាដូចជាមិនយល់ទេដូនតារបស់ញោមមានទ្រព្យសម្បើមណាស់តែមិនចេះធ្វើទានកំណាញ់ប្រមាថមើលងាយគេកេងប្រវាញ់នឹងចងការគៀបសង្កត់មិនឈប់ឈរនេះជាហេតុនាំឲ្យកើតក្រតចំនួននោះណាពុទ្ធោអើយតែញោមជាអ្នកចំនួនដែលធ្វើឲ្យមានទ្រព្យវិញហើយនេះក៏ព្រោះតែញោមមានចិត្តល្អនោះអី ក្នុងពេលនេះនាយចៅក៏បានចេញមក តែយើងមិនឲ្យឯងមានវិញទេរំងាប់អារម្មណ៍ទៅនាយចយល្មមទៅចាប់ជាតិហើយតែខ្ញុំកណាមិនសុខចិត្តទេមិនសុខចិត្តដល់ពេលណាទៀតបើពួកគេក្រតច្រើនចំនួនទៅហើយនោះតែអហោសិកម្មឲ្យគេទៅញោមក៏មិនក្តៅនឹងបានទៅកើតជាតិថ្មីផងដែរកណាចោះចាញ់អំពើល្អនេះហើយគេពិតជាមានមេត្តាណាស់សុធាខ្ញុំសុំចោះចាញ់ហើយចូលអញរស់នៅឲ្យបានសុខសប្បាយចុះណាខ្ញុំសុំទោសបើដូនតាខ្ញុំមានកំហុសចំពោះលបងសុំលបងទៅឲ្យបានសុខចុះយើងលាហើយ ស្រ័យចំណងហើយក្នុងពេលនោះដែរនាយចៅក៏បានរលាយរូបបាត់ទៅ ខំធ្វើការណាហើយឆ្លៀតទៅរៀនធម៌បាលីអក្សរសាស្ត្រនៅឯវត្តបន្ថែមទៀតផងមានចំណេះមានចរិតថ្លៃថ្នូរញោមនឹងបានជោគជ័យ ពលចាប់ព្រះសង្ឃផងដែរក៏បានរលាយរូបបាត់ទៅ ដេគុណចំនិមន្តទៅណាអីក៏លឿនម្ល៉េះ
សុធាហាក់មានរស្មីក្នុងជីវិតឡើងវិញគាត់វិលទៅផ្ទះវិញទាំងក្តីរីករាយលុះដល់ផ្ទះគាត់ភ្លាមស្រាប់តែឃើញសារិកាយកមាសមកជាច្រើន មាសច្រើនណាស់សារិកាឬមួយក៏អញជាអ្នកយកមកឲ្យយើងមែនទេព្រះអើយអរគុណច្រើនណាស់ សុធាជូនក្របពូជឲ្យកូនសារិកាមេសារិកាក៏ជូនមាសដល់សុធាវិញនេះហើយជាផលនៃអំពើល្អ